បាទសួស្តីបងប្អូនណាអានេះគឺការងារដើមឈើបងប្អូនណាបាទនៅឆ្ងាយបន្តិចបងប្អូនណាបាទភ្នំព្រឹកបាទហើយការងារដើមឈើរបស់យើងគឺតាមជើងភ្នំវាក់ស្រួលទេបងប្អូនណាបាទអញ្ចឹងហើយអំពីចាស់គេថាមនុស្សចាស់ស្គាល់ផ្លូវក្មេងមានកម្លាំងបងប្អូនណាបាទអញ្ចឹងការងារត្រូវ2ថ្ងៃឥឡូវគឺយើងអូសបន្លាយរហូតដល់ជិតមួយអាទិត្យដោយសារខាងជើងភ្នំគឺមេកណារៀងសតុំតិចតួចភ្លៀងសតុំតិចតួចគឺភ្លៀងហើយបងប្អូនណាបាទអញ្ចឹងមិនថាការងារនៅតាមជើងភ្នំបងប្អូនណាបាទពេលខ្លះតម្លៃរៀងថ្លៃបន្តិចគឺដោយសារបញ្ហាគឺអាកាសធាតុហ្នឹងឯងបងប្អូនណាបាទហើយក្រុមការងារដល់ពេលយើងធ្វើទៅវាយឺតបងប្អូនណាអញ្ចឹងការចំណាយគឺវាហូរហែហើយបងប្អូនណាវាអត់ស្រួលទេអញ្ចឹងហើយអាការដូរដើមឈើដូរទីតាំងដើមឈើនេះរៀងពិបាកបន្តិចក៏ប៉ុន្តែសម្រាប់យើងបងប្អូនណាខាងកសិដ្ឋានពូជស្រូវមងអស័យយើងគឺអត់អីលំបាកទេបងប្អូនណាគាត់តែវាខាតពេលរៀងយូរបាទតែបើថាឲ្យរត់ចោលការងារអត់ទេបងប្អូនណាដើមឈើ6ដើមដូរទីតាំងឲ្យគេបងប្អូនណាហើយបងប្អូនស្អែកបានមកផ្ទះយើងវិញហើយតាក់ទងជាមួយនឹងការដូរទីតាំងដើមឈើបងប្អូនណាបងប្អូនអាចតាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោមហ្នឹងបងប្អូនណាអាចខលមកបានបងប្អូនណាបាទស្មើណាក៏បានដែរចង់ដូរទីតាំងដើមឈើឬមួយក៏បងប្អូនចង់ទិញដើមឈើដែលស្អាតតែយើងគិតថាយើងទិញទៅវាអស់លុយតិចហើយយើងយកទៅដាក់នៅនឹងភូមិគ្រឹះរបស់យើងឬមួយក៏ដាក់ទៅវត្តក្នុងវិឡាក្នុងអីគឺអាចតាក់ទងបានបងប្អូនណាបាទតាមរយៈលេខទូរស័ព្ទនឹងមកហើយយើងទៅកោះដូរទីតាំងជូនបងប្អូនដែលបងប្អូនស្រឡាញ់កន្លែងណាបងប្អូនណាបាទអានឹងយើងធ្វើការឲ្យបងប្អូនបានអត់ពិបាកទេបងប្អូនណាគេហៅថាកាត់បន្ថយចំណាយហើយម្ចាស់ដូរទីតាំងដើមឈើនេះក៏គេទីតាំងនំពេញដែរបងប្អូនណាគេទិញដើមឈើថារឿងថ្លៃអញ្ចឹងមិនមកគេដូរទីតាំងអញ្ចឹងទៅឬមួយគេចង់បើកហាងកាហ្វេហាងអីគេយកដើមឈើហ្នឹងទៅស្រាប់បងប្អូនណាបាទអញ្ចឹងគឺថាយើងរស់ទាំងអស់គ្នាបាទខាងកសិដ្ឋាននេះក៏មានការងារធ្វើខាងគាត់ក៏បានដើមឈើហើយបើសិនជាបងប្អូនថាចង់បានដើមឈើធំស្រាប់ស្អាតស្រាប់តែងហើយស្រាប់រស់ស្រាប់អានឹងបងប្អូនមកមើលក្នុងកសិដ្ឋានយើងនឹងមកបងប្អូនណាក្នុងវាស្រែអូតាមៀលយើងហ្នឹងបងប្អូនណាបាទអាចមកមើលនៅនឹងបានបងប្អូនណាអត់បាក់អីទេខាងយើងគឺបើមើលទៅបើត្រូវចាំទិញបើមើលទៅមិនត្រូវទេក៏មើលលេងទៅបងប្អូនណាបាទអត់មានអីជាបញ្ហាទេព្រោះការងាររបស់